ព័ត៌មានទី1នេះគឺជាការប្រកាសផ្សាយតាម Facebook របស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជាបាទគឺជាជំនួបដ៏សំខាន់មួយរបស់មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកបាទគឺលោក The Chamber បាទដែលលោកជាឧបការីរដ្ឋមន្ត្រីការបរទេសបាទទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកបាទគឺបានជួបបើយោងតាមការផ្សាយរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃប្រហ័សទី30ខែតុលានេះឲ្យដឹងថាគឺបានជួបជាមួយនឹងលោកហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបាទហើយនៅក្នុងជំនួបនោះគឺបានពិនិត្យមើលឡើងវិញនៅជំហាននានាដែលកម្ពុជានិងថៃត្រូវអនុវត្តដើម្បីធ្វើយ៉ាងណាឲ្យបានសម្រេចនៅកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានៅក្នុងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាក្រោមការធ្វើជាសាក្សីដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Donald Trump ហើយនិងប្រធានបដូវវេនរបស់អាស៊ានគឺលោកនាយករដ្ឋមន្ត្រី Anwar Ibrahim បាទហើយគោលបំណងរបស់សហរដ្ឋអាមេរិកនេះបើតាមស្ថានទូតគឺធ្វើយ៉ាងណាឲ្យមានសន្តិភាពយូរអង្វែងរវាងប្រទេសជិតខាងទាំងពីរនេះបាទហើយទន្ទឹមនឹងការពិភាក្សាពីបញ្ហាកម្ពុជាថៃនេះគឺសហរដ្ឋអាមេរិកក៏ផ្ដោតចំណាប់អារម្មណ៍ទៅលើបញ្ហាផ្សេងទៀតផងដែរគឺបានពិភាក្សាអំពីអ្វីដែលកម្ពុជានិងសហរដ្ឋអាមេរិកអាចធ្វើការរួមគ្នាលើកម្មវិធីភាពជាដៃគូនៃទន្លេមេគង្គហើយនិងសហរដ្ឋអាមេរិកការបោះសម្អាតយុទ្ធភ័ណ្ឌបន្តផ្ទុះនិងកិច្ចខិតខំប្រឹងប្រែងដោះមានលើកកម្ពស់សន្តិភាពសេរីភាពវិបលភាពនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍បាទនេះគឺមានកិច្ចការច្រើនដែលកម្ពុជានិងថៃបានសំទោសកម្ពុជានិងសហរដ្ឋអាមេរិកបានធ្វើជាមួយគ្នាហើយនឹងបន្តធ្វើជាមួយគ្នាបាទសូមបើកវងកញ្ចក់បន្តិចអញ្ចឹងហើយបានខ្ញុំតែងតែនិយាយប្រាប់ជាមួយនឹងប្រិមត្តថាទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិកមិនមែនអាក្រក់ខ្លាំងដូចដែលមើលឃើញនោះទេគឺមានកិច្ចការច្រើនណាស់ដែលកម្ពុជាហើយនិងសហរដ្ឋអាមេរិកបានធ្វើខ្ញុំដឹងរហូតដល់តាំងពីកិច្ចព្រមព្រៀងសហការភាពជាដៃគូមេគង្គហើយនិងអាមេរិកបាទខ្ញុំដឹងតាំងពីអ្នកដែលឲ្យយោបល់ថាតើត្រូវធ្វើយ៉ាងម៉េចពីព្រោះសហរដ្ឋអាមេរិកគាត់ចង់បានមុខមាត់ឬក៏ការរួមចំណែកដ៏ខ្លាំងនៅតំបន់មេគង្គហ្នឹងបាទអញ្ចឹងឥឡូវនេះភាពជាដៃគូនេះគឺជាអ្វីមួយដែលកម្ពុជាបានផ្ដល់ឲ្យសហរដ្ឋអាមេរិកធ្វើការជាមួយសហរដ្ឋអាមេរិកជាយូរមកហើយបាទដែលមានបញ្ហាបន្ថែមទៅលើបញ្ហាជួយមនុស្សធម៌ខាងដោះមានខាងសុខាភិបាលបាទកិច្ចសហប្រតិបត្តិការច្រើនទៀតនឹងជាមួយនឹងសហរដ្ឋអាមេរិកនឹងបើទោះបីជាមានបញ្ហាខ្លះប៉ះពាល់ទៅដល់មិត្តភាពហ្នឹងគឺដូចជារឿងកំពង់ផែរៀមសំយុទ្ធឥឡូវហ្នឹងដោះស្រាយចេញហើយរឿងសំយុទ្ធយោធាហ្នឹងដោះស្រាយចេញហើយទំនាក់ទំនងយោធាឥឡូវក៏ដោះស្រាយចេញដែរគឺអនុញ្ញាតឲ្យនិស្សិតកម្ពុជាឬមន្ត្រីកម្ពុជាហ្នឹងមកសិក្សាបន្តនៅសហរដ្ឋអាមេរិកនេះទៀតបាទដើម្បីរៀននៅសាលាសហរដ្ឋអាមេរិកនេះបាទហើយបន្ថែមមិនត្រឹមតែបន្ថែមចំនួនទៀតបាទបន្ថែមចំនួនទៀតបាទនៅបញ្ហាទូចខ្លះធំក៏បានតូចក៏បានគឺបញ្ហានៅកំពង់ផែរៀមប៉ុន្តែប្រហែលថ្ងៃមុនក៏មានការដោះស្រាយគ្នាដែរដូច្នេះមានបញ្ហាច្រើនដែលសហរដ្ឋអាមេរិកនិងកម្ពុជាបានធ្វើរួមគ្នាហើយកំពុងធ្វើហើយនឹងធ្វើរួមគ្នាដែលធ្វើយ៉ាងណាឲ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើងបន្ថែមទៀតបាទអញ្ចឹងពីរឿងការមករៀននៅសហរដ្ឋអាមេរិកនេះបាទប្រិមិត្តមួយចំនួនគាត់ប្រាប់និស្សិតមករៀននៅសាលាយោធាការពិតបើអាមេរិកក៏ប្រាប់ពីមន្ត្រីរបស់កម្ពុជាពីព្រោះអីអ្នកដែលមករៀនហ្នឹងគឺអាមេរិកសម្រំពឹងថាជាអ្នកដែលធ្វើកិច្ចការងារយោធាទៅឲ្យស្រាប់បាទបើទោះបីជានិស្សិតក៏ដោយក៏ប៉ុន្តែក៏និស្សិតហ្នឹងត្រូវមានការ sponsor ពីក្រសួងសម័យរបស់កម្ពុជានឹងផងដែរពីព្រោះក្របខ័ណ្ឌហ្នឹងឲ្យមករៀនហ្នឹងដើម្បីគាត់ទៅបម្រើការងារនឹងវិញឧទាហរណ៍តែមករៀនខាងជើងគោកគឺទៅធ្វើការងារខាងជើងគោកវិញមករៀនខាងនាវាគឺទៅនាវាវិញខាងអាកាសទៅខាងអាកាសវិញអញ្ចឹងហើយត្រូវមាន sponsor អញ្ចឹងហើយបាននៅក្នុងកិច្ចព្រមព្រៀងដែលប្រកាសថ្ងៃមុនរបស់សហរដ្ឋអាមេរិកនេះគឺគាត់ប្រាប់ថាបង្កើនកៅអីសម្រាប់មន្ត្រីរបស់កម្ពុជាណាអញ្ចឹងខ្ញុំចង់បញ្យល់ឲ្យប្រិមិត្តយល់កន្លែងហ្នឹងបន្តិចបើទោះបីជាអ្នកនោះមកចេញពីមកនឹងជានិស្សិតក៏ដោយក៏ប៉ុន្តែនិស្សិតហ្នឹងក៏ត្រូវមានការ sponsor ដែរsponsor ពីនេះបាទមានករណីខ្លះដែលអាមេរិកអាចលើកលែងឲ្យជានិស្សិតសតតែម្ដងដោយគ្មានការ sponsor បាទតែវាមានករណីលើកលែងមួយចំនួនដែរណាបាទនៅកន្លែងណាក៏ដោយនៅក្នុងស្ថាប័នសហរដ្ឋអាមេរិកនេះគឺតែងតែមានការលើកលែងជានិច្ចបាទអញ្ចឹងនេះគឺជាព័ត៌មានទី1ណាអញ្ចឹងសម្រាប់អ្នកដែលព្រួយបារម្ភអំពីយុទ្ធជនបាទប្រហែលជាចង់សួរបាទសំណួរភ្លាមអ្នកដែលនៅក្បែរខ្ញុំគាត់សួរខ្ញុំភ្លាមហ្នឹងគឺអញ្ចឹងមិនទៅមាននិយាយគ្នារឿង18នាក់ហ្នឹងទេបាទ
ខ្ញុំថាមិនត្រូវតែនិយាយហើយបាទត្រូវតែនិយាយហើយខ្ញុំជឿថាមេដឹកនាំកម្ពុជាគាត់ប្រកាសជានិយាយអំពីបញ្ហាហ្នឹងហើយបាទជាឱកាសហ្នឹងគឺយើងធ្វើយ៉ាងណាឲ្យអតិភិបទៅលើយុទ្ធជននឹងសិនហើយឲ្យគាត់បានមកដល់មាតុភូមិវិញហើយទន្ទឹមនឹងហ្នឹងដែរបាទគឺខាងក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកគឺក៏បានធ្វើជាសម្រង់ប្រសាសន៍របស់លោក Marco Rubio ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសរបស់សហរដ្ឋអាមេរិកដែលលោកបានថ្លែងនៅក្នុងពេលនៅអាស៊ានហើយនឹងក្រោយពីកម្ពុជាហើយនឹងថៃបានចុះហត្ថលេខាលើសេចក្តីប្រកាសរួមអំពីសន្តិភាពរវាងប្រទេសទាំងពីរហ្នឹងបាទគឺលោក Marco លោកអបអសាទរបាទអបអសាទរកម្ពុជានិងថៃដែរសម្រាប់បានលោកប្រាប់ពាក្យថា Kuala Lumpur Peace Accords ណាគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុង Kuala Lumpur បាទអញ្ចឹងនេះគឺសហរដ្ឋអាមេរិកបាននិយាយអញ្ចឹងហើយកម្ពុជាបានប្រកាសកិត្តិយសដោយគូសរំលេចនៅប្រសាសន៍របស់លោក Marco Rubio ហើយខ្ញុំពីជ្រុងនៃខាងសហរដ្ឋអាមេរិកខ្ញុំយល់ថាធ្វើនេះគឺល្អហើយបាទគឺបានន័យថាកម្ពុជាផ្ដល់ពីសារៈសំខាន់ហើយសហរដ្ឋអាមេរិកក៏បានឃើញចឹងដែរបាទអាមេរិកគឺមានអ្នកតាមមើលជាប់ជាប្រចាំដែរគឺប្រកាសជាសប្បាយចិត្តណាស់ដែលឃើញកម្ពុជាផ្ដល់តម្លៃទៅដល់លោករដ្ឋមន្ត្រីចឹងបាទហើយលោក Marco Rubio លោកមានឥទ្ធិពលនៅក្នុងរដ្ឋបាលលោកត្រាំនាពេលបច្ចុប្បន្ននេះបាទ very influential បាទនេះគឺព័ត៌មានទី1ដែលខ្ញុំរៀបជូនប្រិយមិត្តទាំងអស់គ្នាហើយព័ត៌មានចុងក្រោយដែលជាចំណាប់អារម្មណ៍របស់មហាជនទូទៅបាទគឺការជួបប្រជុំគ្នារវាងលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping បាទនៅក្នុងប្រទេសកូរ៉េខាងត្បូងនៅថ្ងៃនេះបាទចំណងជើងនេះខ្ញុំដកស្រង់ពីសារព័ត៌មានNew York Times ក៏ដាក់ចំណងជើងថាលោក Trump និងលោក Xi បាទគឺរំពឹងថានឹងលុបបំបាត់នៅសង្គ្រាមបាទសង្គ្រាមពាណិជ្ជកម្មហើយបានយល់ព្រមនឹងការជប់ប្រយុទ្ធគ្នាអស់សម្រាប់រយៈពេល1ឆ្នាំ New York Times ក៏ដាក់ចំណងជើងនេះដូចជា catchy បន្តិចណាដូចជាលេខពាក្យលេខអីបន្តិចបាទគាត់ប្រើរហូតដល់កិច្ចព្រមព្រៀងជប់ជ្រុះគ្នារយៈពេល1ឆ្នាំបាទការពិតវាអញ្ចឹងមែនពីព្រោះអីចំនួនពាណិជ្ជកម្មបាទវាជាសង្គ្រាមមួយដែរណាសង្គ្រាមតិចមិនចេញផ្សាយមែនប៉ុន្តែប៉ះពាល់ទៅដល់ហៅប៉ៅនៃប្រទេសទាំងពីរនិងពលរដ្ឋនៃប្រទេសទាំងពីរហើយក៏ដូចជាពិភពលោកផងដែរក្រោយពីមានការប៉ុនប៉ងដោយមិនបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការបន្ធូរបន្ថយនៅកម្ដៅនៃសង្គ្រាមពាណិជ្ជកម្មរវាងប្រទេសទាំងពីរគឺនៅថ្ងៃនេះប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ហើយនៅប្រធានាធិបតីចិនលោក Xi Jinping បានយល់ព្រមគ្នាឈប់បង្កការបន្ទុះសារាយដាក់គ្នាក្នុងរយៈពេល1ឆ្នាំហើយក៏ត្រឡប់មកវិញទាញមកវិញនៅការដាក់ពន្ធគយទៅលើប្រទេសទាំងពីរដែលជាវិធានការសងសឹកគ្នាទៅវិញទៅមកហើយបានធ្វើឲ្យចំនួនរវាងមហាអំណាចសេដ្ឋកិច្ចដ៏ធំទាំងពីរនេះបានឡើងកម្ដៅយ៉ាងខ្លាំងមេដឹកនាំទាំងពីរដែលបានជួបប្រជុំគ្នានៅឯអាកាសយានដ្ឋាននៅក្នុងទីក្រុងប៊ូសាននៃប្រទេសកូរ៉េខាងត្បូងនោះគឺជាជំនួបលើកទី1រវាងមេដឹកនាំទាំងពីរជាពិសេសសម្រាប់លោក Donald Trump នៅក្នុងអាណត្តិទី2នេះហើយបញ្ហាដែលសំខាន់ដែលត្រូវយកមកពិភាក្សានោះគឺមានបញ្ហាតាក់ទងនឹងចំនួនសេដ្ឋកិច្ចដែលបានបន្តអស់ជាច្រើនខែមកហើយនឹងបានគម្រាមកំហែងថាអាចនឹងរីករាលដាលទៅជាចំនួនដ៏ធំមួយកាលពីដើមខែនេះលោកប្រធានាធិបតី Donald Trump បានគម្រាមថានឹងយកពន្ធបន្ថែមចំនួន 100% ទៅលើទំនិញទាំងអស់របស់ប្រទេសចិនក្រោយពីប្រទេសចិនបានដាក់ការរឹតបន្តឹងទៅលើការនាំចេញរ៉ែកម្រដែលជាប្រភពរ៉ែដ៏សំខាន់សម្រាប់ឧស្សាហកម្មរបស់សហរដ្ឋអាមេរិកបាទប៉ុន្តែមេដឹកនាំទាំងពីរបានរក្សានៅភាពត្រជាក់ដាក់គ្នាទៅវិញទៅមកហើយបានទទួលបានជោគជ័យដោយមេដឹកនាំទាំងពីរក្រោយពីបានជួបគ្នាអស់រយៈពេលប្រមាណជា90នាទីគឺបានដោះស្រាយនៅហើយនឹងសម្រេចបាននៅកិច្ចព្រមព្រៀងជាបន្តបន្ទាប់មួយចំនួនដែលបានជាការមួយសម្រេចបាននៅជំហានថ្មីមួយទៀតនៅក្នុងការដោះស្រាយបញ្ហាដែលមានបញ្ហាជាយូរមកហើយធ្វើឲ្យរបួសទាំងសងខាងហើយបានធ្វើឲ្យប៉ះពាល់ទៅដល់ការចរចានៅកិច្ចព្រមព្រៀងពាណិជ្ជកម្មយូរអង្វែងរវាងប្រទេសទាំងពីរលោកប្រធានាធិបតី Trump និងលោក Xi Jinping បានយល់ព្រមឲ្យមានពេលសម្រាប់មិនសងសឹកគ្នាទៅវិញទៅមកនេះអស់ក្នុងរយៈពេល1ឆ្នាំ
ដោយបន្ថែមនៅការពន្យាពេលរបស់ខ្លួនមិនចាត់វិធានការសងសឹកគ្នាទៅវិញទៅមកដែលធ្វើឲ្យពន្ធគយរវាងប្រទេសទាំងពីរកើនឡើងនោះទេបាទហើយនៅក្នុងការឯកភាពនេះបើតាមលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រាប់អ្នកសារព័ត៌មានពេលដែលកំពុងធ្វើដំណើរតាមយន្តហោះប្រធានាធិបតី Air Force One គឺសហរដ្ឋអាមេរិកនឹងបន្ទាបពន្ធគយរបស់ខ្លួនដែលបានដំឡើងកាលពីដើមឆ្នាំនេះដើម្បីជាវិធានការសងសឹកចំពោះប្រទេសចិននោះដែលចិនបានលក់នៅសារធាតុគីមីប្រើក្នុងការផលិតថ្នាំញៀន fentanyl គឺការបន្ថយពន្ធគយនេះគឺពី 20% មក 10% វិញហើយដូច្នេះគឺបានន័យថាពន្ធសរុបដែលចុះនោះគឺចុះពី 57% មក 47%លោក Scott Bessent ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកបានបន្ថែមទៀតថាកិច្ចព្រមព្រៀងដែលលោកប្រធានាធិបតី Donald Trump សម្រេចបានជាមួយនឹងលោកស៊ីគឺបាទរួមមានប្រទេសចិននឹងចាប់ផ្ដើមទិញសណ្តែកសៀងពីសហរដ្ឋអាមេរិកចំនួន12លានម៉ែត្រគីបពីសហរដ្ឋអាមេរិកនៅចន្លោះពេលឥឡូវនេះរហូតដល់ខែមករាបាទគឺមានពេលកំណត់ក៏ប៉ុន្តែនៅក្នុងការជួបប្រជុំនេះគឺទីក្រុងប៉េកាំងបាននិយាយថាខ្លួននឹងនៅធ្វើការជាមួយនឹងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump នៅក្នុងការដោះស្រាយបញ្ហាតាក់ទងជាមួយនឹងកម្មសិទ្ធិនៃក្រុមហ៊ុនបណ្ដាញសង្គម TikTok ដែលប៉ុន្តែមិនបានផ្ដល់ព័ត៌មានលម្អិតថាតើមានការវិវត្តយ៉ាងណានៅក្នុងការដោះស្រាយបញ្ហាបណ្ដាញសង្គមនេះទេឲ្យរដ្ឋបាលលោកប្រធានាធិបតី Donald Trump បានផ្ដល់សញ្ញាជាបន្តបន្ទាប់ក្នុងពេលកន្លងមកថាបានសម្រេចជាមួយនឹងទីក្រុងប៉េកាំងទៅហើយក៏ប៉ុន្តែមិនទាន់បានចុះហត្ថលេខាអ្វីជាពិតប្រាកដនោះទេបាទនេះគឺជាបញ្ហាដែលវិវត្តរវាងសហរដ្ឋអាមេរិកជាមួយនឹងចិន